ព្រះចៅអធិរាជបានជ្រើសរើសអ្នកនាងហើយដូច្នេះអ្នកនាងត្រូវបម្រើព្រះអង្គនៅយប់នេះមានរឿងអីខ្ញុំឆ្លងចូលក្នុងសៀវភៅហើយបញ្ហាផ្លូវចិត្តកុមារច្រើនកើតឡើងនៅវ័យជំទង់ដោយមានការថប់បារម្ភភ័យខ្លាចធ្លាក់ទឹកចិត្តបាទប្រឡងមកអីក៏អន់យ៉ាងនេះដោយមានការថប់បារម្ភភ័យខ្លាចធ្លាក់ទឹកចិត្តតួអង្គស្រីអន់ក្នុងសៀវភៅនេះគឺស៊ូថាវអឺមានឈ្មោះដូចខ្ញុំដែរនៅដើមដំបូងនាងបានដណ្ដើមអំណាចជាមួយវិនគុយរិនហើយប្រជែងគ្នាដេកបម្រើអធិរាជជាលទ្ធផលនាងត្រូវបានព្រះចៅអធិរាជដែលវិកលចរិតកាប់សម្លាប់ដោយដាវបាទពិតជាឆ្លងចូលក្នុងសៀវភៅមែនហើយថែមទាំងបានឆ្លងចូលទៅក្នុងខ្លួនតួអង្គស្រីអមដែលមានឈ្មោះដូចគ្នាទៀតខ្ញុំចាំបានថាស៊ូថាវអឺនិងវិនយុនបានប្រជែងគ្នាបម្រើព្រះរាជាក្នុងសៀវភៅនេះប៉ុន្តែនៅយប់នោះព្រះចៅអធិរាជបានធ្លាក់ខ្លួនឈឺហើយបានបែកបាក់បុគ្គលិកលក្ខណៈទី2ដែលជាអ្នកសម្លាប់មនុស្សដោយខុសត្រូវអ្នកទាំងពីរបានស្លាប់យ៉ាងសោកសៅក្រោមមុខដៃនេះខ្ញុំមិនទៅបម្រើកិច្ចការដែលមានបុគ្គលិកលក្ខណៈបែកបាក់នោះទេខ្ញុំត្រូវតែរកវិធីរត់គេចពីយ៉ាងនេះហេស៊ូគុយរិននេះប្រហែលជាថាត្រូវបម្រើព្រះរាជាដល់ថ្នាក់សប្បាយចិត្តឡើងលោតលើដំបូលរត់លើធ្នឹមមិនដើរផ្លូវត្រង់ផងហាហេអូនស្រីទៅវិញចុះរូបរាងស្គមស្កាំងរបស់អូនប្រៀបដូចជាស្មៅស្ងួតគ្មានរសជាតិទេព្រះចៅអធិរាជច្បាស់ជាចូលចិត្តខ្ញុំដែលមានភាពទន់ភ្លន់សុភាពរាបសារបែបនេះបើអ្នកចង់รู้ឥឡូវនេះសូមស្ដាប់ខ្ញុំរត់ទៅឥឡូវនេះជាបន្តស្ដេចមានមុនស្នេហ៍នារីសុភាពតែងប្រាថ្នាដណ្ដើមអំណាចយើងម្នាក់សុទ្ធតែមានសមត្ថភាពព្រះចៅអធិរាជយុនរៀបចំរួចរាល់ហើយរំខានណាស់សម្លាប់ខ្ញុំបានហើយសម្លេងបេះដូងរបស់អធិរាជឃ្លានណាស់ខ្ញុំចង់ញ៉ាំសាច់មិនត្រឹមត្រូវទេសៀវចិនបរិភោគមូសមិនសូវមានតណ្ហានេះជាបុគ្គលិកលក្ខណៈទី2ដែលបែកបាក់របស់គាត់ជាសម្លេងបេះដូងរបស់យើងសាច់សឹកជ័យខ្ញុំចង់ញ៉ាំឲ្យខ្ញុំញ៉ាំមកម៉ែអើយសឹកជ័យនេះនិយាយពីខ្ញុំមែនទេតើគាត់ចង់ស៊ីខ្ញុំមែនទេអរព្រះម៉ែយ៉ាងមង្គលព្រះនាងយិនឈីសឹងដែលបានយាងចុះមកសូមមេត្តាប្រោសប្រណីជួយសង្គ្រោះខ្ញុំផងខ្ញុំសូមស្បថាខ្ញុំនឹងលែងអានច្រឡំលោកជំនុំបន្តទៀត